Ê, tại anh đang hot Thor Blue គឺជាអ្វី So yes បាទគុំប្រិមត្តទាំងអស់គ្នាសម្រាប់ការវិលត្រឡប់មកវិញជាមួយនឹងវីដេអូថ្មីអញ្ចឹងបើសិនជាអ្នកនរគ្នាជា fan របស់ Senji វីដេអូមួយហ្នឹងគឺប្រហែលជាសម្រាប់អ្នកនរគ្នា Senji ឬក៏ Black Lake Senji មានឈ្មោះពិតថា Windsmoke Senji គាត់មានដើមកំណើតមកពីសមុទ្រខាងត្បូងនិងជាកូនទី3នៃគ្រួសារ Windsmoke ហើយ Windsmoke Family គឺជាគ្រួសាររាជវង្សមួយនៃអាណាចក្រ Germa ដែលមានអំណាចគ្របដណ្ដប់ទូទាំងសមុទ្រខាងត្បូងបច្ចុប្បន្ន Senji គាត់ជាចុងភៅប្រចាំក្រុម Straw Hat Pirate ឬក៏មានតំណែងជាដៃឆ្វេងរបស់ Luffy ព្រមទាំងមានជាមួយនឹងតម្លៃក្បាលរបស់គាត់នឹងដល់ទៅ1032លាន berry នៅក្នុងក្រុម Straw Hat Pirate យើងអាចនិយាយបានថាកុមារភាពរបស់ Senji គឺកំសត់លំដាប់ទី2បន្ទាប់ពី Nico Robin គាត់ត្រូវបានឪពុកចាត់ទុកជាកូនបរាជ័យក្នុងខ្សែភ្នែករបស់គាត់និងបង្កើតឲ្យមានជាមួយនឹងការរើសអើងក្នុងគ្រួសារទាំងមូលលើកលែងតែម្ដាយរបស់គាត់ Sora ហើយនិងបងស្រីរបស់គាត់ដែលមិនមានការស្អប់ខ្ពើមឬក៏មើលងាយទៅលើគាត់ហើយមូលហេតុដែល Senji ជាមនុស្សបរាជ័យសម្រាប់ឪពុករបស់គាត់ព្រោះដោយសារតែក្នុងចំណោមបងប្អូនទាំង5នាក់ម្នាក់សុទ្ធតែទទួលបានជាមួយថាមពលពិសេសរៀងៗខ្លួនបន្ទាប់ពីឪពុកគាត់ប្រើប្រាស់ថ្នាំពិសោធន៍ទៅលើពួកគេដើម្បីបង្កើតជាកងកម្លាំងឬក៏កងទ័ពក្នុងការគ្រប់គ្រងទៅលើដែនសមុទ្រដោយនៅក្នុងនោះយើងបានដឹងថា Reiju គាត់មានជាមួយថាមពលពឹស Ichiji គាត់មានជាមួយថាមពល Energy Beam ឬក៏បង្កើតជាមួយនឹង Explosion Niji គាត់មានជាមួយថាមពលរន្ទះឬក៏ Electric ហើយ Yonji គាត់មានជាមួយថាមពល Physic Enchantment ឬក៏យើងអាចនិយាយបានថាគឺជាកម្លាំងយក្សក៏ប៉ុន្តែលើកលែងតែ Senji គាត់គ្មានជាមួយថាមពលអ្វីទាំងអស់ព្រោះដោយសារតែម្ដាយរបស់គាត់បានប្រើប្រាស់ជាមួយថ្នាំការពារទៅលើ Senji នៅពេលដែលម្ដាយរបស់គាត់នឹងធ្វើការពោពោះទៅលើរូបគេហើយវាក៏คล้ายជាមូលហេតុដែលបណ្ដាលឲ្យម្ដាយរបស់ Senji នឹងគាត់បានស្លាប់អញ្ចឹងយើងក៏បានជាសំណួរមួយថាហេតុអីបានជា Sora ដែលជាម្ដាយរបស់ Senji នឹងការពារ Senji ពីអធិមពលទាំងអស់ហ្នឹងតកតងជាមួយនឹងមូលហេតុហ្នឹងកាលណាពួកគេទទួលបានជាមួយនឹងអធិមពលពិសេសទាំងអស់ហ្នឹងពីឪពុករបស់គាត់វានឹងបណ្ដាលឲ្យភាពជាមនុស្សរបស់ពួកគេនឹងបាត់បង់បន្តិចម្ដងឬក៏យើងអាចនិយាយបានថាពួកគេនឹងក្លាយជាមនុស្សគ្មានអារម្មណ៍ដែលវាស្មើនឹងមនុស្សយន្តបន្ទាប់ពីម្ដាយ Senji បានស្លាប់ទៅស្ថានភាព Senji កាន់តែយ៉ាប់ទៅគាត់ត្រូវបានឪពុកនិងបងប្អូនគាត់នឹងរើសអើងនិងធ្វើបាបលើកលែងតែ Reiju ដែលនៅមានចិត្តអាណិតទៅលើ Senji នៅពេលមួយបន្ទាប់ពីការវឹកហាត់អស់រយៈពេលជាច្រើនថ្ងៃច្រើនខែកន្លងផុតទៅឪពុករបស់គាត់បានច្បាស់កាយថា Senji គឺមិនអាចមានជាមួយថាមពលពិសេសអ្វីទាំងអស់ហើយគាត់ក៏សម្រេចចិត្តចាប់ Senji ទៅឃុំឃាំងក្នុងគុកព្រមទាំងបណ្ឌិតរឿងប្រាប់ទៅកាន់មនុស្សគ្រប់គ្នាទូទាំង Choma Kingdom នឹងឲ្យបានដឹងថា Senji បានស្លាប់ហើយតកតងជាមួយចំណុចថងនឹងវាคล้ายជារឿងដ៏សោកសៅមែនទែនសម្រាប់ Senji មិនត្រឹមតែបណ្ឌិតថា Senji គាត់បានស្លាប់លើពីនឹងចាត់គាត់បានយកអាលបាំងដែកឬក៏អាមួកដែកហ្នឹងពាក់ទៅលើក្បាល Senji ទៀត Senji បានប្រាប់ Reiju ថាគាត់ចង់ខ្លាចជាចុងភៅនិងមានក្តីសម័យចង់ឃើញ The All Blue នៅថ្ងៃមួយកងទ័ព Germa បានបើកឆាកប្រយុទ្ធជាមួយនឹងប្រទេស Kochia ហើយក៏ជាឱកាសមួយដែល Senji គាត់អាចរត់គេចខ្លួនពីឪពុករបស់គាត់ដោយមានការជួយពីបងស្រីរបស់គាត់គឺ Reiju នៅពេលដែល Senji គាត់រត់គេចខ្លួនហ្នឹងឪពុករបស់គាត់បានតាមទាន់នៅពេលដែលគាត់ហត់ទៅយកកុនសោដើម្បីចាក់ដោះអាមួកដែកចេញពីក្បាលរបស់គាត់នឹងហើយវាក៏คล้ายជារឿងរ៉ាវដែលធ្វើឲ្យគាត់ឈឺចាប់មែនទែននិងចងចាំបំផុតនៅក្នុងជីវិតរបស់គាត់នៅគណៈពេលហ្នឹង Windsmoke ចាត់បានប្រាប់ទៅកាន់ Senji ថាយើងស្ដាយណាស់ដែលយើងមិនអាចលើកដៃសម្លាប់កូនអបិយដូចជាឯងបាននេះបង្ហាញមកពីយើងនឹងមិនទាន់អស់សារជាតិជាមនុស្សហើយមើលទៅយើងនឹងមិនខាត់ឯងទេឯងរត់ទៅចុះក៏ប៉ុន្តែក្នុងនាមយើងជាឪពុករបស់ឯងយើងស្នើសុំឯងនៅរឿងមួយនៅចំពោះមុខអ្នកផ្សេងដាច់ខាតកុំប្រាប់ឲ្យគេដឹងថាយើងជាឪពុករបស់ឯងព្រោះដោយសារតែវាគឺជារឿងដែលអាម៉ាស់បំផុតដែលមានកូនមិនបានការដូចជាឯងជាចុងក្រោយ Senji ក៏បានរួចគេចខ្លួនពី Germa 66ដែលមានការជួយពីបងស្រីរបស់គាត់ជាលើកចុងក្រោយអមជាមួយនឹងពាក្យមួយដែល Reiju បានសេចប្រាប់ទៅកាន់ Senji ថា Run Senji Don't look back ក្រោយពីរត់គេចខ្លួនរួចមក Senji ក៏បានខ្លាចជាកូនកបិតនៅលើសំពៅមួយក៏ប៉ុន្តែក្រោយមកសំពៅមួយហ្នឹងក៏ត្រូវបានវាយកំទេចនិងប្លន់ដោយ The Cook Pirate Redfoot Chef នៅក្នុងការវាយមួយហ្នឹង Senji ក៏បាននិយាយថា
គាត់នឹងមិនស្លាប់ដោយងាយៗទេថ្ងៃណាមួយគាត់នឹងស្វែងរក The All Blue ឲ្យឃើញគ្រប់គ្នាបានសើចទៅលើគាត់ហើយព្រមទាំងបាននិយាយថាវាគឺជាគោលដៅដ៏ធំធេងពេកហើយសូម្បីតែនៅក្នុង Grand Line ក៏មិនដែលមាននរណាម្នាក់រកឃើញ The All Blue នេះដែរនៅក្នុងចំណុចត្រង់ហ្នឹងដោយសារតែ Senji គាត់និយាយអំពីក្តីសម័យរបស់គាត់ចង់ឃើញ The All Blue ហ្នឹងអីវាក៏คล้ายជារឿងមួយដែលធ្វើឲ្យ Chef ហ្នឹងមានការចាប់អារម្មណ៍ទៅលើគាត់ព្រោះដោយសារតែ Chef ក៏មានក្តីសម័យចង់ឃើញ The All Blue ដូចគ្នាបន្ទាប់ពីប្លន់រួចមកព្យុះបានវាកំទេចទៅលើសំពៅពួកគេហើយព្រមទាំងធ្វើឲ្យ Chef លះបង់ជាមួយនឹងជើងម្ខាងដើម្បីទៅជួយ Senji ហ្នឹងពីក្នុងមហាសមុទ្រព្រោះដោយសារតែព្យុះបានបោកបោកនាំយក Senji ហ្នឹងឲ្យធ្លាក់ចូលសមុទ្រទីចុងក្រោយពួកគេទាំងពីរបានជាប់នៅលើកោះតូចមួយអស់រយៈពេលជាង20ថ្ងៃ Chef បានកុហក Senji ថាគាត់នឹងមានអាហារមួយបង្វិចធំហើយព្រមទាំងឲ្យអាហារទាំងអស់នៅក្នុងបង្វិចតូចហ្នឹងទៅកាន់ Senji អញ្ចឹងយើងប្រកាសជាឆ្ងល់ហើយថាបើបង្វិចធំហ្នឹងគឺជាបង្វិចមាសពេជ្រកៅកងអញ្ចឹងតើរយៈពេល20ថ្ងៃជាងហ្នឹងតែ Chef គាត់បានអីហូបអញ្ចឹងយេអ្នកនរគ្នាតាក់ទងជាមួយចំណុចត្រង់ហ្នឹងនៅក្នុង manga គឺអូដាគាត់បានគូថា Chef គឺមិនបានបាត់បង់ជើងនៅពេលដែលគាត់លោតចូលក្នុងសមុទ្រដើម្បីទៅជួយ Senji ទេក៏ប៉ុន្តែបន្ទុយទៅវិញ Chef គាត់បានកាត់ជើងខ្លួនឯងហូបនៅពេលដែលគាត់ជាប់នៅលើកោះហ្នឹងដែលចំណុចត្រង់ហ្នឹងវាខុសពីក្នុង anime គេបែរជាធ្វើការបដូរជាមួយសាច់រឿងដែលឲ្យ Chef គាត់បាត់បង់ជើងនៅពេលដែលលោតទៅជួយ Senji ហើយបែរជាមិនបានហូបជើងគាត់នៅពេលដែលគាត់ជាប់នៅលើកោះតូចនោះទៅវិញចាប់តាំងពីពេលនោះមក Senji បានយល់អំពីគុណតម្លៃនៃម្ហូបនិងរឹតតែយល់ថាហេតុអីបានជាចុងភៅផ្សេងទៀតតែងតែហូបអាហារដែលសល់ពីភ្ញៀវនៅពេលដែលភ្ញៀវហូបអត់អស់អីចឹងទៅអញ្ចឹងចំណុចកន្លែងហ្នឹងបើសិនជាយើងសរុបជារួមមកគឺគាត់បានយល់អំពីអត្ថន័យថាយើងមិនគួរខ្ជះខ្ជាយអាហារទេដោយត្រូវការចុងភៅក្នុងដំណើរខ្លាយជាស្ដេចចៅសមុទ្រជាចាំបាច់នៅបារ៉ាធីអាLuffy បានបញ្ចុះបញ្ចូល Senji ឲ្យចូលរួមជាមួយនឹងពួកគេក៏ប៉ុន្តែត្រូវបាន Senji ជំទាស់ព្រោះដោយសារតែគាត់មិនចង់ចាក់ចេញពី Chef បន្ទាប់មក Chef បានរៀបជាមួយនឹងគម្រោងការដោយធ្វើជាមិនត្រូវការ Senji ទៀតទេដើម្បីឲ្យ Senji នឹងបានសម្រេចជាមួយនឹងក្តីសម័យរបស់ខ្លួនក្នុងការស្វែងរក The All Blue ក៏ប៉ុន្តែនៅក្នុងរឿងរ៉ាវមួយហ្នឹង Luffy គាត់ក៏បានជំទាស់ដោយគាត់បាននិយាយថាគាត់មិនត្រូវការ Senji តាមរបៀបហ្នឹងទេអញ្ចឹងបានន័យថា Luffy នឹងឲ្យ Senji ចូលរួមក្រុមលុះត្រាតែកាលណា Senji គាត់និយាយយល់ព្រមតែខ្លួនឯងហើយនៅគណៈពេលហ្នឹងផងដែរ Senji គាត់បានលួចស្ដាប់អំពីរឿងរ៉ាវទាំងអស់ហ្នឹងដែលធ្វើឲ្យគាត់រំជួលចិត្តខ្លាំងមែនទែនហើយជាចុងក្រោយគាត់ក៏បានក្លាយជាចៅសមុទ្រនិងមានតំណែងជាចុងភៅសម្រាប់ក្រុម The Straw Hat Pirate ហ្នឹងបន្ទាប់ពីមានការបញ្ចុះបញ្ចូលពី Luffy និងក្រោយពេលដែល Luffy ប្រាប់ Senji ថាគាត់នឹងអាចរកឃើញជាមួយ The All Blue ក្នុងការធ្វើដំណើរនៅក្នុង Grand Line ហ្នឹងបាននៅក្នុងចំណុចមួយយើងប្រកាសជាឆ្ងល់ហើយថាហេតុអីបានជា Senji មិនវាមនុស្សស្អីទោះបីជាម្នាក់នោះជាសត្រូវក៏ដោយនៅពេលដែលធ្វើការជាមួយនឹង Chef Senji និងចុងភៅដទៃទៀតបានរំអុកឲ្យ Chef ហ្នឹងរើសចុងភៅជាមនុស្សស្រីមួយមកក៏ប៉ុន្តែ Chef បានជំទាស់ហើយបាននិយាយថាគាត់ជាមនុស្សចូលចិត្តបរិញ្ញានិងបរឹងកិច្ចការតាមរយៈការទាត់អញ្ចឹងគាត់មិនអាចទាត់មនុស្សស្រីបានទេបន្ទាប់មកទៀត Senji គាត់ក៏បានតបថាហេតុអីបានបើសិនជានាងមិនស្ដាប់បង្គាប់តតនាងដែរទៅនិយាយចប់ភ្លាម Chef បានតត Senji ឡើងពោះក្បាលហើយក៏បានស្រែកថាអាចចំគួតមនុស្សប្រុសមិនអាចតតមនុស្សស្រីបានទេវាជាច្បាប់ដែលមានតាំងពីចំនួន Dinosaur មកម៉េះហើយបើសិនជាឯងបរាជ័យទៅលើរឿងមួយហ្នឹងបើសិនជាឯងធ្លុយឬក៏វាយឬក៏ទាត់ទៅលើមនុស្សស្រីយើងនឹងធ្វើការឆោតបំពង់កយើងជាមិនខានទេអានេះគឺជាទណ្ឌកម្មដែលយើងដាក់ទៅលើខ្លួនឯងបន្ទាប់ពីធ្វើដំណើរជាមួយនឹងក្រុម Straw Hat អស់រយៈពេលជាយូរនៅពេលមួយ Senji គាត់បានចាក់ចេញពីក្រុម Straw Hat Pirate ព្រោះដោយសារតែគ្រួសាររបស់គាត់បានរកជាមួយនឹងគាត់ឃើញហើយក៏ចង់ឲ្យគាត់នឹងធ្វើការរៀបការជាមួយនឹងកូនស្រីរបស់ Big Mom គឺ Pudding ហ្នឹងហើយមូលហេតុដែលគ្រួសារ Senji គាត់ចង់រៀបការជាមួយនឹងគ្រួសាររបស់ Big Mom ហ្នឹងព្រោះដោយសារតែពួកគេចងជាមួយសម្ព័ន្ធមិត្តឬក៏ពង្រីកជាមួយនឹងអំណាចរបស់ពួកគេហ្នឹងរៀងខ្លួនហើយបើសិនជា Senji អត់យល់ព្រមទេនោះពួកគេនឹងធ្វើបាបទៅលើក្រុម Straw Hat Pirate ហើយលើពីហ្នឹង Senji គាត់ក៏បានវាយទៅលើ Luffy ដើម្បីកុំឲ្យ Luffy ហ្នឹងមកតាមជួយរូបគេក៏ប៉ុន្តែជាចុងក្រោយ Senji គឺជាមនុស្សម្នាក់ដែលត្រូវបានគ្រួសាររបស់គាត់ស្អប់បែរប្រែក្លាយជាមនុស្សម្នាក់ដែលបានជួយទៅលើគ្រួសាររបស់ពួកគាត់ទៅវិញ
ព្រោះដោយសារតែ Big Mom គាត់បានក្បត់ទៅលើចាច់ដែលគាត់នឹងចង់សម្លាប់ទៅលើគ្រួសាររបស់ Windsmoke ដើម្បីមានសិទ្ធិអំណាចក្នុងការកាន់កាប់ទៅលើបច្ចេកវិទ្យារបស់ពួកគេ Senji គឺមានជាមួយនឹង Haki ចំនួន 2 គឺ Observation ហើយនឹង Armament Haki ហើយគាត់អាចប្រើប្រាស់ជាមួយនឹង Skywalk ក្នុងការដើរលើលំហអាកាសបានហើយ Senji គាត់បាន Awakening ជាមួយនឹងថាមពលរបស់ Germa បន្ទាប់ពីប្រើប្រាស់ជាមួយនឹង Red Suit ដល់ទៅ 3 ដងកាយនៅ Wano ហ្នឹងអញ្ចឹងថាមពលមួយហ្នឹងគឺបានមកពីឪពុករបស់គាត់ដែលធ្វើឲ្យរាងកាយរបស់ Senji ហ្នឹងតាន់យកទៅមែនទែនហើយសូម្បីតែ Queen បានប្រើប្រាស់ជាមួយនឹងកបិតធំក្នុងការកាប់ទៅលើរាងកាយរបស់ Senji និយាយទៅគឺកាប់អត់ធ្លុះទេបែរជាដាវលំពេងធំហ្នឹងបាក់ទៅវិញបើសិនជាយើងយកអំពីក្បាច់ទាត់របស់គាត់គឺមានចំនួន3ធំធំដោយក្បាច់ទាត់ទី1គឺ The Black Leg Style ដែលជាក្បាច់ទាត់ប្រចាំតកោរបស់គាត់ដែលវាមានរបៀបឬក៏ប្រភពចេញមកពី Martial Art ហើយក្បាច់ទី2គឺមានឈ្មោះថា Diabol Jambe ដោយក្បាច់ហ្នឹង Senji គាត់បានដុតកម្ដៅទៅលើជើងរបស់គាត់ហើយក៏បង្កើតឲ្យចេញជាមួយនឹងភ្លើងចំណុចត្រង់ហ្នឹង Oda គាត់បានបញ្យល់ថាមូលហេតុដែលជើង Senji គាត់អាចបង្កើតឲ្យចេញជាមួយនឹងភ្លើងបានគឺប្រហែលជាវាមកពីកម្ដៅនៃចំណងរបស់គាត់ឬក៏យើងអាចនិយាយបានថា burning passion បើសិនជាយើងស្ដាប់ទៅវារៀងចម្លែកបន្តិចកម្ដៅនៃចំណងអីគេចំណងនៃក្តីស្រឡាញ់ឬក៏ចំណងបែបម៉េចក៏ប៉ុន្តែបើសិនជាតាខ្ញុំគិតវាប្រហែលជាវាប្រហែលជាមាន DNA មួយចំនួនចេញពីថាមពលរបស់ពួករបស់គាត់អាហ្នឹងក៏យើងមិនដឹងដែរហើយតាក់ទងជាមួយនឹងក្បាច់ទាត់ទី3របស់គាត់ហ្នឹងគឺមានឈ្មោះថា Ifrit Jambe ដែលវាគឺជាក្បាច់ upgrade ចេញពី Diabol Jambe គាត់ថា Diabol Jambe គឺវាអាចបង្កើតជាមួយនឹងភ្លើងក៏ប៉ុន្តែ Ifrit Jambe គឺវាអាចបង្កើតជាមួយនឹងភ្លើងដដែលគ្រាន់តែថាភ្លើងនេះគឺ Blue Flame គឺវាខ្លាំងជាងអាភ្លើងមុនទៅទៀត So yeah អ្នកនរគ្នាវីដេអូដែលយើងនិយាយអំពី Senji នៅក្នុងថ្ងៃហ្នឹងក៏មានតែប៉ុណ្្នឹងដែរទេអញ្ចឹងបើសិនជាបងប្អូនយើងចូលចិត្តជាមួយនឹង Senji ដល់កម្រិតណាកុំភ្លេចធ្វើការ comment នៅក្នុងវីដេអូខាងក្រោមហើយយើងក៏នឹងចាំជួបគ្នាបន្តទៀតនៅក្នុងវីដេអូក្រោយ Bye bye